ដោយយើងឃើញថាសាសនាសន្តិភាពផ្លូវចិត្តនេះអាត្មាបាននឹកឃើញដល់មេដឹកនាំយើងមួយដែលគឺលោកតាពលពតគាត់គឺជាអ្នកធ្លាប់នៅវត្តហើយក៏គាត់ជាអ្នកបួសដែរដែលគាត់រស់នៅក្នុងសាសនាដូចគ្នាតើហេតុអីបានជាគាត់ខ្លាយទៅជាមនុស្សដែលអមនុស្សធម៌ហើយខ្លាយទៅជាអ ுக ្រិតកម្មសម្រាប់មនុស្សរាប់លាននៅក្នុងប្រទេសកម្ពុជារបស់យើងតើទាំងនេះជាកត្តាមកពីសាសនាឬក៏ជាអ្វីតន់សំណួរណាតន់ព្រះអង្គក៏ប៉ុណ្ណឹងគាត់ណាសួរថាតើហេតុអីបានជាគាត់ជាអ្នកបួសហើយគាត់ខ្លាយទៅជាមនុស្សដែលអមនុស្សធម៌ខ្លាយទៅជាឃាតករសម្រាប់មនុស្សរាប់លានទៅវិញតែនេះមកកត្តាមកពីកត្តាអ្វីមកពីកត្តាវត្តឬក៏កត្តាសាសនាតែជំរុញឲ្យគាត់ខ្លាយទៅជាអមនុស្សធម៌បែបហ្នឹងណាអរគុណព្រះអង្គចឹងខ្ញុំកណាប្រគិនទៅសម្ដេចទាំងពីរទាំង5សំណួរហ្នឹងបាទតែ5សំណួរមានពេល5នាទីបងដែរបកូនណាម្ចាស់នៃរឿងពលពតនេះវាបើសិនជាពលពតគាត់កណាឃើញដែរកណាអានដែរកណាក៏បានស្ដាប់សម្ភាសគាត់នឹងដែរគាត់សម្ភាសឲ្យអ្នកកសែតម្នាក់ដូចជាមកពីឈុកគីស្លូវ៉ាគីជេកូស្លូវ៉ាគីអាត្មាច្បាស់ឲ្យសំទោសលើនឹងបើអត់ច្បាស់គាត់ធ្លាប់បួស2ឆ្នាំគាត់ថាពលពតជាមនុស្សចូលចិត្តនិយាយកុហកគាត់ថាគាត់បួស2ឆ្នាំនៅវត្ត6ឆ្នាំនៅវត្តបទុមនឹងបើតាមអ្នកប្រវត្តិសាស្ត្រខ្លះពលពតចូលចិត្តនិយាយពិតទេព្រោះគាត់អ្នកបដិវត្តចឹងគាត់វិលជុំសូម្បីតែឈ្មោះគាត់ក៏មិនមែនឈ្មោះពិតផងតាមពិតបកូនណាម្ចាស់នៅក្នុងវត្តយើងនេះណាបើយើងរៀនធម៌វាគ្មានហេតុណាមួយដែលធ្វើឲ្យញ៉ាំងចិត្តរបស់លោកម្ចាស់ទៅប្រហារពុទ្ធបរិស័ទដែលចិញ្ចឹមបាយយើងទេមានទេកណាម្ចាស់ពុទ្ធបរិស័ទក្រោកតាំងពីព្រឹកទៅថ្វាយគុំព្រះយូមីមកកចាប់ទឹកសុទ្ធមួយទៅលុតជង្គង់ថ្វាយមួយជីវិតហើយយើងសឹកមកទៅធ្វើបដិវត្តមកសម្រាប់ញោមខ្លួនឯងវាមិនអាចទេវាមានធម៌ណាដែលរៀនឲ្យមនុស្សសម្រាប់គេនោះវាមិនមានទេបើមិនបាច់គិតថាពួកគាត់ជាមនុស្សដែលយ៉ាងណាក៏គិតថាមនុស្សធ្លាប់ឲ្យបាយអាត្មាអញទេបរបដិពតិមេជីវិកាមៃហាំងយើងសូត្ររាល់តែព្រឹកថាជីវិតអាត្មាអញនេះរស់បានដោយសារញាតិញោមនេះព្រះប្រាប់យើងឲ្យដឹងគុណញោមណាហ្នឹងហើយបើសិនជាយើងរៀនធម៌វាមិនចឹងហើយកាលណាក៏សង្ស័យថាគាត់និយាយហ្នឹងវាពិតឬអត់ដែលគាត់បួសនោះណាអញ្ចឹងអត់មានទេលោកម្ចាស់ប្រហែលជាកណាគិតថាកតាវាមានរឿងច្រើនកណានិយាយមិនកើតទេខ្លាចជាប់គុកឆ្នាំ2000អ្នកសម្រាប់រួចសមនាទីទៀតបានទេថ្ងៃនេះតាំងពីព្រឹកមកដល់ល្ងាចត្រូវគេគំរាមរហូតចិត្តអត់អីចិត្តស្ងប់ធម្មតាឆ្នាំ2019កណាទៅសេលិខិតមួយស្នើទៅតុលាការខ្មែរក្រហមសុំសម្ភាសលោកខៀវសំផនសុំតែមកសំណួរទេកាលហ្នឹងថ្មរៀននៅអាមេរិកថ្មសុំសួរលោកខៀវសំផនតែមកសំណួរទេថ្មអត់សួរច្រើនថ្មដាក់សុំសួរគាត់ថាតើលោកពិតជាបានតើលោកពិតជាមិនដឹងមែនឬទេដែលមានអ្វីកើតឡើងនៅក្នុងឆ្នាំ1975ដល់79ថ្មសួរតែមួយម៉ាត់ហ្នឹងទេដាក់ទៅគាត់មានគេយល់សបុតអាត្មាទៅឲ្យគាត់ថាគាត់អត់សម្ភាសទេហើយគេប្រាប់គាត់ថាលោករៀននៅ Harvard លោកសុំសួរសំណួរតាសួរតែមួយម៉ាត់ទេឲ្យលោករៀនណារៀនដល់អញឆ្លើយទេអាត្មាថា thank you អរគុណសម្ដេចអង្គចាស់ឥឡូវនេះសម្ដេចអង្គចាស់បាននេះតែខ្ញុំកណានៅឃើញមួយឃើញឥឡូវសូមសួរទៅចុងក្រោយមុនដែលជូនការធ្វើសាមអាប់ទៅតាមវាគ្មិនមួយសភាមុខរបរមានសំណួរអីទេបាទអត់ឮទេនៅសមាគមសហគ្រិនស្ត្រីកម្ពុជាតើចុចស្ម័គ្រចិត្តអត់ចង់តែស្ម័គ្រចុចចុះសុំសួរមកសំណួរសុំជួនមកសំណួរសូមជួយសម្រួលquaមីក្រូពួកគាត់សម្រាប់ជួយ sponsor ដែរបើអត់សួរទៅកន្លែងជួយទៀត
តែក៏អញ្ជើញអ្នកអង្គការហេតុភាពដែរបើសិនអ្នកអង្គការមានសំណួរក៏សូមជូនដែរ នេះខ្ញុំសូមជម្រាបសួរអង្គម្ចាស់អ្នកអង្គការកៅមុំចាលោកគ្រូសុភានេះខ្ញុំជាអ្នកដុកកាហ្វេចាជាថាបណ្ឌិតរបស់សុកឆេកាហ្វេថ្ងៃនេះខ្ញុំសូមសួរសំណួរទៅកាន់ប្រជាជនយមសញ្ជីពូកណាដើម្បីប្រជាជនមកយូរហើយចាតាំងពីកណានៅថៃចាហើយសំណួរសួរថ្ងៃនេះខ្លីៗចាតើធ្វើមិនមិនយើងអាចរំដោះខ្លួនឯងពីអតីតកាលហើយការឈឺចាប់ចាអរគុណច្រើន ណែក្មួយស្រីដល់គិតអញ្ចេះរឿងឈឺចាប់ហ្នឹងវាមានគ្រប់តែគ្នានោះលោកឈឺចាប់បែបលោកញោមឈឺចាប់បែបញោម ក្មួយស្រីគិតចេះទៅគិតណែដំណើរជីវិតរបស់យើងនេះវាមិននៅមួយកន្លែងទេសួរនេះប្រហែលជាអាចចង់តាក់ទងនឹងរឿងអីផ្សេងទេបើតែអាត្មាស្មានមើលតាក់ទងនឹងទំនាក់ទំនងយ៉ាងម៉េចធ្លាប់ស្រឡាញ់គេតែគេចាកចោលឬក៏យ៉ាងម៉េចអីប្រហែលជាអញ្ចឹងឯងស្មានបើខុសសុំទោសផងប្រហែលចឹងហើយទៅហ្នឹងហើយគិតចេះទៅថាការស្រឡាញ់ចាប់ចម្ពាក់ចំពោះបុគ្គលណាមួយវាជារឿងធម្មជាតិរបស់មនុស្សលោកតែបើគេចាក់ចេញពីយើងមានន័យថាគេឈប់ទទួលស្គាល់យើងហើយអញ្ចឹងមិនបាច់ចាំទៅវកទេ let him go ព្រោះអីព្រោះត្រូវគិតថាយើងមានតម្លៃជាស្ត្រីមានតម្លៃជាធីតាជាទេពធីតានៃមេដាបិតារបស់យើងមានតម្លៃណាស់អញ្ចឹងมันអាចលះបង់តម្លៃរបស់ខ្លួនដើម្បីចូលទៅសុំការសន្តោសត្រាប្រណីពីអ្នកណាម្នាក់ឡើយនៅពេលដែលគេចាក់ចេញពីយើងគេក៏ច្បាស់ក្នុងចិត្តរបស់យើងថាគេมันអាចមានយើងទៀតទេអានឹងគេច្បាស់ចុះបើគេច្បាស់ប៉ុណ្ណឹងហើយក្មួយនៅមិនច្បាស់អីទៀតចាក់ចេញទៅបានហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមិនជុននេះដែលបានដឹកនាំកម្មវិធី iSpec ដើម្បីជាការលំធ្វើម៉េចឲ្យយើងផ្ចង់អារម្មណ៍នៅក្នុងការចូលរួមក្នុងកម្មវិធីរបស់យើងព្រោះកម្មវិធីនៅក្នុងកិច្ចពិភាក្សារបស់យើងកម្មវិធីធម្មសាស្ត្រកាឆារបស់យើងមានរយៈពេលវែងអញ្ចឹងយើងអង្គុយយូរអាចจะមានការរួយឆ្កេះរួយខ្នងអីជាដើមអញ្ចឹងហើយការចូលរួមកម្មវិធីបែបនេះគឺជួយសម្រួលបានច្រើនអញ្ចឹងខ្ញុំកាន់តែចំបាទសូមប្រគល់កម្មវិធីនេះទៅឯកឧត្តមជួសបញ្ញារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាសមាជិកគណៈអចិន្ត្រៃយ៍នៃពុទ្ធកសមាគមកម្មជរដ្ឋដើម្បីដឹកនាំកម្មវិធីនៅក្នុងកិច្ចពិភាក្សាទុកមូលទាំងស្រុងសូមព្រមជើញឲ្យដើមបាទចាប់តាមកម្មវិធីជាធំខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះមហារាជវង្សបណ្ឌិតយនសយាតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំចំពោះព្រះគ្រូសេរីសំសុខាព្រះប្រធានពុទ្ធកសមាគមកម្ពុជារដ្ឋជាទីសក្ការៈសូមនមស្ការចំពោះការណាម្ចាស់គ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពចំពោះអេដាមលោកជំទាវលោកញ៉ាអ្នកអង្គញាលោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួមថ្ងៃនេះហើយវេទិកាដែលកំពុងតែតន្ទឹងរង់ចាំហ្នឹងបានមកដល់ហើយបាទវេទិកាទាំងអស់គ្នាជាអង្គុយសម័យតែពេលហ្នឹងដល់ពេលណាបាទអ្នកខ្លះហ្នឹងសុខចិត្តតែចង់ចូលបន្ទប់ទឹកក៏មិនហ៊ានទៅដែរនៅចាំជាពិសេសចង់ស្ដាប់នៅសំឡេងរបស់សម្ដេចជាអង្គម្ចាស់ដែលជាបញ្ញវន្តមកពី Harvard នេះថាយ៉ាងណាអញ្ចឹងទេគឺថាបន្តិចទៀតនេះវាគ្មិនគ្រប់ព្រះអង្គនិងគ្រប់រូបលោកនឹងឆ្លើយនៅអ្វីដែលជាសំណួរនឹងការចង់បានរបស់វេទិកាយើងថ្ងៃនេះហើយមុននឹងការចាប់ផ្ដើមអនុញ្ញាតឲ្យខ្ញុំចង់បញ្ជាក់ជូនថាតើកម្មវិធីថ្ងៃនេះនឹងប្រព្រឹត្តទៅយ៉ាងណាហើយយ៉ាងម៉េចបានធ្វើឡើងមិញនេះព្រះប្រធានពុទ្ធកសមាគមព្រះអង្គបានសម្ដែងយ៉ាងច្រើនហើយទន្ទឹមនឹងការសម្ដែងនេះខ្ញុំក៏សូមខ្វូតយកនៅហៅថាសង្ឃដីកាព្រះអង្គថា
បើចង់បានកម្មវិធីនឹងឲ្យច្រើនចង់បានឲ្យញឹកក៏សូមអំពាវនាវជួយរួមចំណែកបងជាភាគទានចូលទៅក្នុងពុទ្ធកសមាគមទៅនឹងមានកម្មវិធីនឹងញឹកហើយបាទអញ្ចឹងខ្ញុំក៏សង្ឃឹមថាឯកឧត្តមលោកជំទាវលោកញ៉ាអ្នកបញ្ញាទាំងអស់លោកនឹងចូលរួមជាមួយនឹងព្រះអង្គព្រះប្រធានចូលរួមបានទេបាទអញ្ចឹងព្រះអង្គសង្ឃឹមហើយចឹងទេការរៀបចំថ្ងៃនេះគឺជាការរៀបចំឡើងរបស់ពុទ្ធកសមាគមកម្ពុជារដ្ឋសហការជាមួយនឹងក្រុមហ៊ុននំស្រីលីលីបងលោកជំទាវញ៉ាកែមុំដែលលោកបានរៀបចំឡើងហើយក្នុងគោលបំណងនៃការរៀបចំនៃព្រឹត្តិការណ៍នេះគឺដើម្បីជាការលើកកម្ពស់ការអប់រំផ្លូវចិត្តរបស់មនុស្សទូទៅដែលយើងដឹងហើយថាក្នុងស្ថានភាពបច្ចុប្បន្ននេះគឺម្នាក់ប្រឹងរដប្រឈមជាមួយនឹងបញ្ហាស្ថានភាពនៃសេដ្ឋកិច្ចរបស់ពិភពលោកដែលកំពុងតែជួបបញ្ហាហើយផលប៉ះពាល់ទាំងអស់គ្នានៅក្នុងលំដាប់នៃស្ថានភាពជាច្រើនអញ្ចឹងការរៀបចំថ្ងៃនេះនឹងគឺចង់រួមចំណែកដល់ការរក្សាបាននៅដំណឹងនៃសុខភាពផ្លូវចិត្តដើម្បីឈានឆ្ពោះទៅរកការសម្រេចបាននៅបេសកកម្មនិងជោគជ័យនៃជីវិតក៏ដូចជាអាជីវកម្មក៏ដូចជាការធ្វើយ៉ាងណាឲ្យសង្គមនឹងរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នាទៅវិញទៅមកមុននឹងការចាប់ផ្ដើមអនុញ្ញាតឲ្យយើងខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនអំពីសាស្ត្រាខ្លះរបស់ព្រះវាគ្មិននិងវាគ្មិនរបស់យើងដែលពេលនេះទី1គឺសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉ងសញ្ជាតិដែលសម្ដេចគឺជាបញ្ញវន្តសង្ឃមួយព្រះអង្គដែលបានបញ្ចប់ការសិក្សាថ្នាក់ហៅថាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីរាជបណ្ឌិតសភាកម្ពុជាហើយសម្ដេចក៏បានបញ្ចប់ហៅថាការសិក្សាថ្នាក់បណ្ឌិតសម្រុកក្រោយបណ្ឌិតឬហៅថាបណ្ឌិតរដ្ឋនោះផ្នែកទស្សនវិជ្ជាពុទ្ធសាសនាពីសាកលវិទ្យាល័យ Harvard ដែលមែនទែនទៅគឺថាសម្ដេចជាតួអង្គមួយដ៏សំខាន់នៅក្នុងការបង្ហាញអំពីហៅថាមោទនភាពរបស់កម្ពុជាដែលជាបញ្ញវន្តមួយព្រះអង្គដែលបានហៅថានាំកម្ពុជាទៅដល់ទីនោះអញ្ចឹងរាល់ថ្ងៃព្រះអង្គមានហៅថាមានព្រះទូនីតិជាច្រើនសម្រាប់ការរួមចំណែកកសាងការលើកកម្ពស់ព្រះពុទ្ធសាសនានោះព្រះអង្គជាព្រះសកលជាតិការនៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជហើយព្រះអង្គក៏ជាព្រះអនុប្រធាននៃការកាត់ឋានគណៈសង្ឃនាយកនៃប្រជាជាតិកម្ពុជាហើយព្រះអង្គក៏ជាព្រះបល្ល័តគុណរាជធានីភ្នំពេញហើយអ្វីដែលជាមរតកមួយដ៏សំខាន់របស់ព្រះអង្គក្នុងដំណើរនៃជីវិតរបស់ព្រះអង្គដែរនោះគឺថាព្រះអង្គគឺជាព្រះប្រធាននៃពុទ្ធកអតីតព្រះប្រធាននៃពុទ្ធកសមាគមកម្ពុជារដ្ឋផងដែរហើយក៏មិនទាន់ទៅណាឆ្ងាយពីពុទ្ធកដែរព្រះអង្គនៅតែជាសមាជិកអធិបតីនៃពុទ្ធកសមាគមកម្ពុជារដ្ឋផងដែរហើយវាគ្មិនទីព្រះវាគ្មិនទី2គឺព្រះវរជិតបញ្ញាបណ្ឌិតគូសុភាពបាទបើទោះបីថាព្រះអង្គមិនតនិមន្តមកដល់ទេក៏ប៉ុន្តែយើងគួរតែដឹងពីព្រះអង្គដែរថាព្រះអង្គគឺជាវាគ្មិនមួយរូបគឺជាបញ្ញវន្តសង្ឃមួយព្រះអង្គផងដែរដែលមាននៅហៅថាវោហាស័ព្ទហើយមានកតេធម៌និងកតេលោកជាច្រើនដែលបានរួមចំណែកក្នុងសង្គមរបស់កម្ពុជាយើងព្រះអង្គបានបញ្ចប់នៅការសិក្សាបណ្ឌិតផ្នែកប្រតិបត្តិភាពជាអ្នកដឹកនាំពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាហើយព្រះអង្គក៏បានបញ្ចប់នៅការសិក្សាជាបន្តបន្ទាប់ផងដែរក្នុងនោះព្រះអង្គបច្ចុប្បន្នគឺជាព្រឹទ្ធបរិះនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងវាគ្មិនទី2ទី3បាទគឺលោកជំទាវបណ្ឌិតមហាឧបាសិកាកែមុំដែលលោកជំទាវគឺជាតាស្ថាបនិកនៃក្រុមហ៊ុនផលិតនំស្រួយលីលីហើយលោកជំទាវក៏ជាប្រធានសមាគមប្រធរកម្ពុជាសមាធិកម្ពុជានិងក៏ជាអ្នកបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការងារប្រធរផងដែរហើយមានតួនាទីមួយទៀតដ៏សំខាន់នោះគឺលោកជំទាវជាប្រធានសភាមុខរបរមីក្រូនិងសហគ្រិនកម្ពុជាផងដែរនិងវាគ្មិនទី3គឺលោកនឹមជុនីគឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាលវិបស្សនាដែលមានបទពិសោធន៍ជាង10ឆ្នាំហើយទៅលើការងារបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនិងការនិយាយជាសាធារណៈក៏ដូចជាការពង្រឹងនៅសក្តានុពលក្រុមផងដែរចឹងនេះគឺជាប្រវត្តិខ្លះៗរបស់ព្រះវាគ្មិននិងវាគ្មិនដែលនឹងត្រូវរួមចំណែកនៅក្នុងការហៅថាជំរុញនិងដំណើរការនៃព្រឹត្តិការណ៍វេទិការបស់យើងឲ្យដំណើរការទៅដោយរលូននោះជាបន្តយើងខ្ញុំក៏ចង់ជម្រាបជូនពិតនៃការជម្រាបជូនដល់វាគ្មិនថាយើងនឹងចែកនៅកម្មវិធីជា3ដំណាក់កាលទី1គឺយើងខ្ញុំនឹងជូនវេទិកាទៅសម្ដេចជាអង្គម្ចាស់និងវាគ្មិនម្នាក់មួយអង្គនិងម្នាក់3នាទីដើម្បីហៅថាបកស្រាយទៅលើប្រធានបទមួយចំនួនបាទបន្តមកគឺនឹងមានការត្រៀកសួរនៅសំណួរចម្លើយពីវាគ្មិនពីទស្សនិកជនទាំងអស់ផងដែរបន្តមកគឺយើងខ្ញុំនឹងជូនពេលមួយព្រះអង្គនិងមួយនាក់3នាទីទៀតដើម្បីធ្វើការសរុបទៅលើគំនិតនិងទស្សនៈយោបល់នៅក្នុងប្រធានបទមួយផងដែរ
ចឹងនេះជាអ្វីដែលយើងខ្ញុំសូមបត្រដេកានិងប្រគេននិងជម្រាបជូនទៅដល់វាគ្មិនទាំងអស់លោកមេត្តាជ្រាបផងដែរអញ្ចឹងយើងខ្ញុំក៏ចង់សូមងាកត្រឡប់មកវិញថាដំណើរការនៃវេទិកានេះគឺយើងក៏សូមអរគុណផងដែរមិនភ្លេចទេអ្នកឧបត្ថម្ភរបស់យើងគឺអ្នកអញ្ញាភាពភិហៈដែលលោកបានឧបត្ថម្ភសម្រាប់ការរៀបចំសារទីនេះក៏ដូចជាពិសេសលោកទាវកែមុំផងដែរសម្ដេចជាអង្គម្ចាស់ខ្ញុំកណាបានឃើញនៅលើវេទិការបស់យើងបានសរសេរថាវេទិកាសាសនាសន្តិភាពផ្លូវចិត្តមិញនេះព្រះអង្គព្រះប្រធានក៏បានលើកអំពីទស្សនវិជ្ជានៃផ្លូវចិត្តជាច្រើនសម្ដេចព្រះពុទ្ធជ័យមនីក៏លើកអំពីទស្សនវិជ្ជាផ្លូវចិត្តជាច្រើនខ្ញុំកណាចង់សូមព្រះអង្គបកស្រាយថាតើអ្វីដែលជាហៅថាការសាងសន្តិភាពផ្លូវចិត្តតាមរយៈសាសនានេះហើយតើសាសនាបានរួមចំណែកអីខ្លះដើម្បីធ្វើឲ្យផ្លូវចិត្តរបស់មនុស្សហ្នឹងរស់នៅយ៉ាងល្អប្រសើរនោះចឹងខ្ញុំសូមប្រគេននៅសំណួរនេះទៅសម្ដេចដើម្បីធ្វើការបកស្រាយរដ្ឋនិមន្តសម្ដេចសូមនមស្ការចំពោះករណាគ្រប់ព្រះអង្គបានពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដោយសេចក្តីស្រឡាញ់ថ្ងៃនេះវាចិត្តហ្នឹងវាសន្តិភាពហើយវាកាយហ្នឹងមិនទេវាឈឺ2ថ្ងៃហើយដល់អញ្ចឹងទៅព្រឹកមិញនេះគឺព្រះអង្គប្រធានពុទ្ធិកសមាគមកម្ពុជារដ្ឋទៅគម្រាមដល់វត្តនោះថាត្រូវតែមកដល់អញ្ចឹងឥឡូវហ្នឹងមកដោយសារតែមិនហ៊ានតបតជាមួយប្រធានញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់កណានិយាយដល់ចិត្តនេះគឺសិតតែរឿងយ៉ាប់រឿងពិបាកងាយទេខ្ញុំណាងាយទេប៉ុន្តែយ៉ាងណាក្តីព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គថាចិត្តនឹងវាពិបាកតែមិនពិបាករហូតដល់តែអប់រំមិនបានទេតើតើនឹងរឿងសន្តិភាពផ្លូវចិត្តនេះបើនិយាយស្រួលស្ដាប់ថាយើងមករៀនចិត្តឲ្យវាស្ងប់ញោមចិត្តណាវាស្ងប់បើតែរៀនយូរឲ្យវាស្ងប់សោះណាលីទៅលោកទេតែឲ្យវាស្ងប់តែលោកក៏មិនសូវស្ងប់រឿងវាយ៉ាងម៉េចនេះចឹងឯហ្នឹងវាជួយគិតគ្នាមើលញាតិញោមព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសំដែងប្រាប់ថាកពិចិត្តតាំងលោកថាចិត្តយើងលោកប្រៀបដូចស្វានឹងដឹងព្រះសំដៅយកស្វាប្រភេទទេមិនដឹងស្វាក្រេះឬក៏មិនដឹងស្វាអីលោកថាស្វាធម្មជាតិរបស់ស្វាវាអត់ស្ងៀមញាតិញោមហ្នឹងងាយសន្តិភាពចិត្តហ្នឹងវាឃ្លីងឃ្លោងប៉ុន្តែអ្វីដែលអស្ចារ្យមនុស្សយើងនេះខ្លាំងញាតិញោមទោះតែចិត្តនឹងវាពិបាកខ្លះអីពិបាកខ្លះប៉ុន្តែពេលស្ដាប់ធម៌អញ្ចឹងនាំគ្នាអង្គុយស្ងាត់ស្ងៀមប្រឹង3ម៉ោងអញនៅបានអត់មើលទៅយូរ3ម៉ោងលោកទេស3ម៉ោងដាច់ខ្យល់ហើយមើលទៅប៉ុន្តែមើលទៅវាមិនដល់ទេដឹង3ម៉ោងឬក៏អាចលើសដល់4ម៉ោងហ្នឹងអញ្ចឹងអាហ្នឹងញាតិញោមមើលទៅលឺសំឡេងអាត្មាហ្នឹងញោមចាប់ផ្ដើមគិតព្រះអង្គនិយាយមែនអត់3ម៉ោងហ្នឹងទេសុំកូនមកតែ2ម៉ោងសុំតាមកតែ1ម៉ោងឯងលោកគិតយ៉ាងម៉េចទេណាឥឡូវថ្ងៃហ្នឹងរៀនញាតិញោមរៀនថាតើយើងអប់រំចិត្តហ្នឹងឲ្យមានសន្តិភាពគឺសន្តិភាពក្នុងទីនេះលោកសំដៅយកស្ងប់ក្នុងទីនេះលោកមិនសំដៅយកថ្មិចភ្នែកអីអង្គុយងុយទៅដេកចឹងហ្នឹងហៅស្ងប់ដែរមែនទេអាហ្នឹងគេហៅងុយងប់ងក់ខ្ញុំណាថៃនមិទ្ធិឲ្យអានោះអ្នកខ្លះស្ងប់ដែរទៅគៀនចឹងស្ងប់ឲ្យ2ម៉ោងភ្ញាក់
hiện láng cái tàu vào linh sợ nè chạm vô mày câu anh đang mệt ngọt bê anh đang cái không thay nó mệt thiện ngồi ngộp ngộ bật đấy đang đờ lỗ chia sẻ với cô nào có hòm đó ạ khai đi phó nhôm lô cầu tầng bóng buồn đó nè quay xuống cầu tầng bóng bay đó cô lô tham muối nó quạt nào lóng cầu tầng bóng bay cả lại cô chạm bên đây là cả tầng bóng bút từ luôn tụi tôi phải rẽ hàng này ruộng hàng vay chuồng này chẳng cứ thả đây lốt không nên thế ngồi từ sân thế cái nào đăng này sao ngọt mà đây chật lắm chẳng ngày nắng nhận nhiều mới dương về từ ca bao dưỡng thả chất để ngọt chất để ọp rùm lọ hơi tay nào máu nào sọc rất đánh bị chết chẳng mà thật chất để ọp rùm lọ hơi chất để ngọt hơi tay nào máu nào sọc chất để mình ọp rùm lọ hơi tay nào máu nào tục miền pi nó nhận nhau chẳng cho mới ngọt dạng đôi mặt đấy hay ọp rùm dạng mấy ở ngọt hay bớt ngọt tới ban sọc dạng mấy nhận nhau mà chăm dân sắc xa cho mùi khăn nia về từ ca nghe nắng dây từ bị rừng chật đấy nhận nhau nó dây từ bị rừng chật tê hay thật ta miền để tệ vị thi ở với để ai chùi bàn thế riêng thô nó đôi mà phây năm sam sắp năm hay nó tầm mình ngọt chỉ làn mấy nhau mới phây lại màu về toàn màu à thằng nó hoạt na lâu đấy à ta con lan nó bị chi vâng máu li phạ vào rồi thảo toàn bàn tập riêng nhau không li phạ vào đây ngọt mới chỉ vết chân tới nhiều nữa pi mai chỉ máu li phạ rồi nè tao là ba cái chợ tới ô bọn ông là kia phạ và cái sống đành thòi cào tụi mình nhận nhiều mới chỉ vượt dưới nó chụp chứ đó là lão nó không nè pi thả kia nhôm từ pi mét phá vào đầu à lão ngày đang riêng thì mũi chất chiều với phơi chấtอย่างmấy ở ngóp à với thả tiệt thả ngóp tiệt thả xem trong Phật giáo bên này thả mấy coi pi ngóp hơi bàn xong nó xong dạng đôi mà đây ngày đang dần riêng còn đang ngại xong ọc côn អរគុណសម្ដេច